សម្រាប់បងដែលតឹងរងចាំជាមួយនឹងកង់អគ្គិសនី brand គឹមកុងណាញ់លេខកូដ A029 ដែលដាច់ស្តុកជើងមុនឥឡូវនេះគឺចូលស្តុកមកថ្មីទៀតហើយបងប្អូនគ្នាដោយបងដឹងស្រាប់ហើយពាក់ព័ន្ធជាមួយនឹង brand គឹមកុងណាញ់គឺជាផលិតផលគុណភាពស្តង់ដាររបស់ប្រទេសអាមេរិកផ្ទាល់តែម្ដងអញ្ចឹងពាក់ព័ន្ធជាមួយនឹងគុណភាពគឺល្អប្រើខ្លាំងហើយបើនិយាយពីថាការធានាវិញគឺយើងមានក្រុមហ៊ុនគឹងកុង9ប្រចាំនៅក្នុងស្រុកខ្មែររបស់យើងមានការធានាជូនពុកម៉ែបងប្អូនរហូតដល់រយៈពេល2ឆ្នាំនៅក្នុងនោះគឺយើងមានការធានាអគុយជូនពុកម៉ែបងប្អូនរហូតដល់រយៈពេល6ខែធានាទៅលើម៉ូទ័ររយៈពេល1ឆ្នាំនិងសេវាកម្មជួសជុល2ឆ្នាំអញ្ចឹងពុកម៉ែបងប្អូនទិញយកទៅប្រើប្រាស់គឺមានការធានាត្រឹមត្រូវចេញពីក្រុមហ៊ុនគឹងកុង9ប្រចាំនៅក្នុងស្រុកខ្មែរអញ្ចឹងពុកម៉ែបងប្អូនមិនបាច់ព្រួយបារម្ភថានៅពេលដែលយកទៅប្រើប្រាស់ទៅមានបញ្ហាពិបាករកកន្លែងធ្វើបាទយកទៅប្រើប្រាស់ទៅពេលតែចង់បដូរគ្រឿងបន្លាស់ពិបាករកគ្រឿងបន្លាស់ចឹងពុកម៉ែបងប្អូនអាចធ្វើការជ្រើសរើសជាមួយនឹង brand គឹងកុងណាញ់បានដោយសារតែ brand គឹងកុងណាញ់របស់យើងគឺមានក្រុមហ៊ុននៅក្នុងស្រុកខ្មែរស្រាប់ចឹងពាក់ព័ន្ធជាមួយនឹងគ្រឿងបន្លាស់ក៏ដូចជាសេវាកម្មជួសជុលគឺមានការធានាជូនពុកម៉ែបងប្អូនមកពេញចិត្តតែម្ដងចឹងសម្រាប់លេខកូដដែលទៅបញ្ចូលស្តុកមកថ្មីក្រៅៗនេះពុកម៉ែបងប្អូនដឹងស្រាប់ហើយគឺជាលេខកូដ model ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ពុកម៉ែបងប្អូនច្រើនខ្លាំងមែនទែនហើយពុកម៉ែបងប្អូនច្បាស់ជាឆ្ងល់ថាហេតុអីបានជា brand គឹងកុងណាញ់លេខកូដ A029 នេះគឺមានការចាប់អារម្មណ៍ពីសំណាក់ពុកម៉ែបងប្អូនដែលដាច់ស្តុករហូតដល់រយៈពេល2ខែកន្លះទៅដល់3ខែនោះតោះឥឡូវនេះខ្ញុំធ្វើការរៀបរាប់ត្រួសខ្លីៗជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅចំណុចពិសេសរបស់កង់អគ្គិសនី brand គឹងកុងណាញ់ A029 ជាមុនសិនដំបូងឡើយបងប្តីមកមើលផ្នែកខាងមុខបាទផ្នែកខាងមុខនេះគឺយើងបាន design បាទពាក់ព័ន្ធជាមួយនឹងលបាំងខ្យល់ភ្ជាប់មកជាមួយនឹងសញ្ញោសងខាងមានជាមួយនឹងចង្កៀងបាទគុជ LED យ៉ាងស្រស់ស្អាតផងដែរឥឡូវយើងនិយាយទៅលើចង្កៀងគុជមុនសិនចឹងពាក់ព័ន្ធជាមួយនឹងចង្កៀងនេះបងគឺយើងពីមុនឡើយគឺយើងលេងជាមួយនឹងភ្លើងបាទដមីច្រើនពណ៌ខ្លាំងមែនទែនដែលយើងលេងជាលក្ខណៈបែបក្របត្បូងឥឡូវនេះគឺយើងលេង style ជាលក្ខណៈថាមូលក្របមូលដូចដៃមឹកអញ្ចឹងគឺកាន់តែស្រស់ស្អាតបន្ថែមទៀតហើយសួរថាភ្លើងនៅយើងនៅតែដាក់ច្រើនពណ៌ជូនទៅកាន់ពុកម៉ែបងប្អូនបន្ថែមទៀតផងដែរហើយពាក់ព័ន្ធជាមួយនឹងភ្លើងគុជបងអាចមើលបាននេះគឺជាភ្លើងគុជ LED បាទពណ៌សមើលផ្លូវឃើញច្បាស់ទោះបីជាពុកម៉ែបងប្អូនជិះនៅពេលយប់ជិះនៅពេលភ្លៀងឬក៏ពេលចុះអាប់អីគឺធានាថាមកមើលផ្លូវឃើញច្បាស់ដែលអាចឲ្យអ្នកដំណើរធ្វើដំណើរបច្ច្រាស់ទិសរបស់យើងហ្នឹងគឺអាចនិយាយបានថាគាត់មើលឃើញយើងដែលកំពុងធ្វើដំណើរនៅលើដងផ្លូវហ្នឹងដូចគ្នាផងដែរអញ្ចឹងមកនិយាយមកលើផ្នែកនៃក្បាលខាងមុខវិញគឺយើងមានជាមួយនឹងលបាំងខ្យល់អញ្ចឹងលបាំងខ្យល់នេះគឺការពារជាមួយនឹងផ្នែកកុងទ័រនៅផ្នែកខាងក្នុងនេះហើយនៅជាប់ជាមួយនឹងលបាំងខ្យល់ហ្នឹងគឺយើងមានជាមួយនឹងសញ្ញោ LED បាទទាំងសងខាងតែម្ដងដែលបង្ហាញរូបរាងក៏ដូចជាជះរូបរាងនៃផ្ទៃខាងមុខនេះយ៉ាងស្រស់ស្អាតតែម្ដងដែលនៅក្នុងហ្នឹងគឺយើងបន្ថែមមកជាមួយនឹងកត្រកដែកដែលសម្រាប់ធ្វើការដាក់សម្ភារៈបន្ថែមនៅពេលដែលពុកម៉ែបងប្អូនមកជិះទៅធ្វើការដាក់បាយដាក់ទឹកអីក្នុងហ្នឹងឬក៏បងប្អូនដែលគាត់ជិះទៅរៀនអីគឺអាចដាក់សម្ភារៈផ្សេងបានក៏ដូចជាបងដែលគាត់ទៅផ្សារអីទិញម្ហូបទិញអីគឺអាចដាក់ម្ហូបអាហារនៅក្នុងបន្លែត្រីសាច់អីបានបងប្អូនណាបាទតោះឥឡូវយើងទៅលេខមកមើលជាមួយនឹងផ្នែកខាងក្រោមនៃផ្ទៃខាងមុខវិញម្ដងដែលនៅក្នុងហ្នឹងគឺខ្ញុំចង់បញ្ជាក់ពាក់ព័ន្ធជាមួយនឹងបូមនិងហ្វ្រាំងបងពាក់ព័ន្ធជាមួយនឹងបូមគឺយើងប្រើប្រាស់ជាមួយនឹងប្រភេទបូមប្រេងបងអាចមើលបានដែលពាក់ព័ន្ធជាមួយនឹងបូមប្រេងនេះបងដឹងស្រាប់ហើយគឺការទ្រទម្ងន់ទប់លំនឹងគឺកាន់តែល្អជាពិសេសនៅពេលដែលពុកម៉ែបងប្អូនជិះទៅលើផ្លូវរៀងកលុកកលាក់អីចឹងណាពាក់ព័ន្ធជាមួយនឹងភាពរលាស់នៃបូមហ្នឹងគឺវាទន់ល្អងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនតើហើយពាក់ព័ន្ធជាមួយនឹងកញ្ចប់ហ្វ្រាំងបងអាចមើលបានណាគឺសស្ញាចតែម្ដងភ្លឺរលោងចែងចាំងបាទហើយពាក់ព័ន្ធជាមួយនឹងកញ្ចប់ហ្វ្រាំងនេះគឺជាប្រើប្រាស់គឺគេប្រើប្រាស់ជាលក្ខណៈប្រភេទហ្វ្រាំងហែកដែលផ្ដល់ភាពងាយស្រួលក្នុងការចាប់ហ្វ្រាំងបន្ថយល្បឿននៅពេលដែលពុកម៉ែបងប្អូនជិះបាទទៅលើផ្លូវលាតបាទផ្លូវលំផ្លូវភូមិផ្លូវផុកអីគឺធានាថាអត់ជាបញ្ហាទេបាទហើយពាក់ព័ន្ធជាមួយនឹងផ្នែកខាងមុខវិញបាទផ្នែកខាងមុខនៃផ្ទៃខាងក្នុងគឺបង្ហាញជាមួយនឹងអេក្រង់បាទ digital យ៉ាងស្រស់ស្អាតទំហំធំបង្ហាញព័ត៌មានដូចជាថាមពលអគុយល្បឿនកុងទ័រអីជាដើមបងប្អូនណាបាទហើយពាក់ព័ន្ធជាមួយនឹង option នៃការប្រើប្រាស់នៅផ្នែកខាងឆ្វេងវិញគឺយើងមានកុងតាក់បិទបើកភ្លើងស្ងួរឆ្វេងស្ដាំនិង display ហើយពាក់ព័ន្ធជាមួយនឹងផ្នែកខាងស្ដាំវិញគឺយើងមាន option លេខក៏ដូចជាអក្សរពេជាដើមងាយស្រួលក្នុងការប្រើប្រាស់នេះគឺប្រាំងដៃផ្នែកខាងមុខនេះគឺកញ្ចប់ប្រាំងដៃផ្នែកខាងក្រោយដែលផ្ដល់ភាពងាយស្រួលហើយពាក់ព័ន្ធជាមួយនឹងសោវិញបងប្អូនទាំងគ្នាគឺយើងមានទាំង smart key យើងមានទាំងសោគ្រាប់ហើយសោគ្រាប់នេះគឺស្អាតបងណាបាទរូបរាងលក្ខណៈដូចបេះដូងអញ្ចឹងគឺស្អាតខ្លាំងមែនតើហើយសួរថាសោនេះគឺយើងប្រើប្រាស់លក្ខណៈបែបណាបានខ្លះគឺខ្ញុំនឹងបញ្យល់បង្ហាញជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នានៅក្នុងនោះគឺយើងបន្ថែមជូនជាមួយនឹងកប៉ៅសម្រាប់ដាក់ដបទឹកក៏ដូចជាដាក់ទូរស័ព្ទបានយ៉ាងងាយស្រួលផងដែរជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាជាប់មកជាមួយនឹងកន្លែងតពុកអីវ៉ាន់នៅពេលដែលពុកម៉ែបងប្អូនទៅផ្សារឬក៏ចង់ព្យួរសម្ភារៈផ្សេងបានណាអាចនិយាយបានថាយើងព្យួរសម្ភារៈផ្សេងបានហើយបើនិយាយទៅលើកន្លែងដាក់ជើងវិញបងប្អូនទាំងគ្នាគឺធំទលាខ្លាំង
ងមែនតើបងបងឬក៏បងប្អូនស្រីៗគាត់អាចអង្គុយនៅលើកែបនេះដាក់ជើងនៅកន្លែងនេះបានហើយបើសិនជាអ្នកដែលគាត់ជើងវែងហ្មងបាទយើងមានឈ្នាន់បន្ថែមទៀតបាទមានឈ្នាន់បន្ថែមទៀតសម្រាប់ធ្វើការដាក់ជើងទៅឲ្យកាន់តែងាយស្រួលក្នុងការអង្គុយជាពិសេសប្រុសយើងបងប្អូនណាបាទដាក់ជើងនៅលើនេះរៀងពិបាកបន្តិចយើងតោះរៀងកថែកបន្តិចការពារកុំឲ្យគៀបបងណាបាទអញ្ចឹងគៀបឡើយហើយបាទតែគៀបអត់កើតទេបាទអូខេតោះឥឡូវយើងក៏លេចមកលើចំណុចពិសេសបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងនៅខាងក្រោមកែបនេះបងប្អូនអរគ្នាបាទចឹងសាវនេះយើងអាចប្រើប្រាស់ជាមួយនឹងការបើកដំណើរការម៉ាស៊ីនផងហើយយើងក៏អាចធ្វើការចាក់កែបបានផងដែរបងប្អូនណាខ្ញុំធ្វើការបើកកែបជូនទៅកាន់ពុកម៉ែបងប្អូនមើលបាទអញ្ចឹងចំណុចពិសេសមួយទៀតគឺបងអានេះជាប្រភេទកង់ប៉ុន្តែយើងប្រើប្រាស់ជាមួយនឹងប្រភេទឃ្លុបដូចទៅនឹងម៉ូតូអញ្ចឹងដែលមានចំណុចធំបាទបងអាចមើលបានណាដែលមានចំណុចធំដែលពុកម៉ែបងប្អូនអាចដាក់សម្ភារៈបានច្រើនដូចជាកាបូបលុយកម្រិតតាបមួកសុវត្ថិភាពឬក៏សម្ភារៈផ្សេងឬក៏របស់ដែលមានតម្លៃផ្សេងបន្ថែមទៀតនៅក្នុងហ្នឹងបងនេះគឺកន្លែងនេះគឺបងអាចដាក់កន្លែងបញ្យួរបានមានថាបងតពុកថងនៅកន្លែងហ្នឹងមកបាទតពុកដៃថងណាបាទបងខ្លះក៏អត់ដឹងថាកន្លែងហ្នឹងគេសម្រាប់ធ្វើអីទេបាទចងុយឡើងមកបន្តិចចឹងបងអាចថាឥឡូវបងទិញបន្លែត្រីសាច់អីដាក់នៅកន្លែងកធអត់អស់បងបញ្យួរដាក់មកគៀននឹងបានណាបញ្យួរតម្លាក់មកខាងហ្នឹងបញ្យួរតម្លាក់មកខាងនេះមកហើយបងបិទមកគឺចិត្តឆឹងតែម្ដងបាទអញ្ចឹងគឺអែមខ្លាំងមែនតើអញ្ចឹងមកនិយាយទៅលើអែមវិញបងប្អូននេះបាទអែមសែមតែម្ដងទៅលើផ្ទៃចង្គៀងឬក៏ស្តុបផ្នែកខាងក្រោយនេះបងអាចមើលបានណាគឺយើង design មកលក្ខណៈបែបប្លែកស្អាតតែម្ដងបាទស្អាតខ្លាំងបងប្អូននេះអញ្ចឹងនៅក្នុងនោះគឺយើងបង្ហាញសញ្ញោនៅផ្នែកចំហៀងបាទសញ្ញោនៅផ្នែកចំហៀង stop បាទនេះសញ្ញោនៅផ្នែកចំហៀងមួយទៀតបងប្អូនណាបាទនេះគឺកន្លែងយើងចាប់ស្លាកលេខប៉ុន្តែយើងមិនតម្រូវឲ្យធ្វើស្លាកលេខទេបងប្អូនអរគ្នាណាបញ្ជាក់ណាមិនតម្រូវឲ្យធ្វើស្លាកលេខទេបាទហើយពាក់ព័ន្ធជាមួយនឹងបូមនៅផ្នែកខាងក្រោយគឺយើងប្រើប្រាស់ជាមួយនឹងប្រភេទបូមស្នប់បងអាចមើលបាននេះបូមស្នប់ណាបញ្ជាក់ជូនបងនៅខាងមុខគឺយើងប្រើបូមប្រេងនៅផ្នែកខាងក្រោយគឺយើងប្រើជាលក្ខណៈបែបបូមស្នប់ភ្ជាប់មកជាមួយនឹងរស័រវ័នទាំងសងខាងណាយើងប្រើបូមមកគូជូនទៅកាន់ពុកម៉ែបងតែម្ដងហើយពាក់ព័ន្ធជាមួយនឹងការត្រទម្ងន់ក៏កាន់តែធ្ងន់ដែរប៉ុន្តែតិចទៀតខ្ញុំនឹងបញ្ជាក់ជូនហើយយើងនិយាយទៅលើកម្លាំងម៉ូទ័រសិនបងនេះកម្លាំងម៉ូទ័រវារហូតទៅដល់600វ៉ាត់ណាកម្លាំងម៉ូទ័រ600វ៉ាត់បងមើលណាកម្លាំងម៉ូទ័របែបនេះគឺបងអាចមួលបានរហូតដល់45គីឡូម៉ែត្រក្នុង1ម៉ោងហើយពាក់ព័ន្ធជាមួយនឹងអាគុយបងណាខ្ញុំនិយាយទៅលើសរុបជារួមណាពាក់ព័ន្ធជាមួយនឹងអាគុយគឺយើងប្រើទំហំរហូតទៅដល់បាទ48-20ដែលបើកបរបានចម្ងាយរហូតដល់50គីឡូដីជាងហើយពាក់ព័ន្ធជាមួយនឹងកម្លាំងម៉ូទ័ររមួលរហូតដល់600វ៉ាត់ដែលបងប្អូនអាចមួលបានរហូតដល់45គីឡូម៉ែត្រក្នុង1ម៉ោងបាទហើយពាក់ព័ន្ធជាមួយនឹងការទ្រទម្ងន់ពាក់ព័ន្ធជាមួយនឹងផ្នែកខាងមុខបូមប្រេងផ្នែកខាងក្រោយបូមស្នប់បាទអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនធ្វើការអង្គុយអាចទ្រទម្ងន់បានរហូតដល់250គីឡូអាចគ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវកលាក់ផ្លូវកលុកបាទផ្លូវផុកបែកម៉ាំយ៉ាងណាទេក៏នៅតែអាចបន្តដំណើរទៅមុខបានយ៉ាងរលូនជាមួយនឹងកង់អគ្គិសនី brand King Kong 9លេខកូដ A029 នេះបានផងដែរដែលនៅក្នុងនោះគឺយើងមានច្រើនជម្រើសពណ៌សម្រាប់ធ្វើការជ្រើសរើសបងមានដូចជាពណ៌ក្រហមបាទពណ៌ស្វាយពណ៌ទឹកក្រូចបាទមានដូចជាពណ៌សជាដើមនិយាយរួមទៅពណ៌ខៀវពណ៌បៃតងហ្នឹងគឺយើងមានច្រើនជម្រើសពណ៌សម្រាប់ធ្វើការជ្រើសរើសចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ស្រឡាញ់ចាប់អារម្មណ៍ចង់បានឥឡូវនេះគឺយើងមានធ្វើការប្រម៉ូសិនបញ្ចុះតម្លៃជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបងដែលតម្លៃពេញរហូតដល់$500ប៉ុន្តែយើងធ្វើការប្រម៉ូសិនបញ្ចុះតម្លៃជូនពុកម៉ែបងប្អូនតម្លៃពិសេសតែម្ដងដែលនៅសល់ត្រឹមតែ$300ជាងតែប៉ុណ្ណោះពុកម៉ែបងប្អូននៅទទួលបានជាមួយនឹងកង់អគ្គិសនីដែលមានរូបរាងស្អាតកម្លាំងខ្លាំងមានកន្លែងផ្ទុកអីវ៉ាន់ដូចទៅនឹងម៉ូតូណាចឹងពុកម៉ែបងប្អូនអាចធ្វើការតំណែងសម្រាប់ព័ត៌មានបន្ថែមតំណែងតាមរយៈការឆាតចូល page គឺ page KS កង់អគ្គិសនីឬក៏អាចធ្វើការតំណែងតាមរយៈលេខទូរស័ព្ទដែលនៅលើអេក្រង់នេះស្រាប់ឬក៏ចង់អញ្ជើញមកដល់ទីតាំងហាងផ្ទាល់ក៏បានសម្រាប់ទីតាំងគឺងាយស្រួលបងនៅភ្នំពេញនៅលើផ្លូវហាណូយជិតស្តុបវត្តសំរោងតែបើចឹងសូមអរគុណសូមគោរពលាបើជួបគ្នានៅវីដេអូក្រោយៗទៀតផងដែរបាទ